ការចតត្រាក់ទ័រឲ្យមានសុវត្ថិភាពនៅពេលដែលយើងមិនបានយកទៅប្រើប្រាស់នោះគឺជារឿងសំខាន់ដែលមិនអាចមើលរំលងដូច្នេះដើម្បីទុកត្រាក់ទ័រមួយសប្តាហ៍ពីរសប្តាហ៍ឬច្រើនជាងនេះឲ្យបានត្រឹមត្រូវបងប្អូនគួរអនុវត្តតាមចំណុចខាងក្រោមទី1បងប្អូនត្រូវរកទីតាំងរាបស្មើដើម្បីចតត្រាក់ទ័ររួចយើងទម្លាក់ឧបករណ៍ដែលនៅជាប់ត្រាក់ទ័រឲ្យដល់ដីហើយចាំយើងចាប់ប្រាំងដៃដើម្បីការពារសុវត្ថិភាពទី2ដោះក្បាលអាគុយខាងពោលដកឬក៏យើងដោះក្បាលអាគុយទាំងពីរចេញយកអាគុយទៅរក្សាកន្លែងដែលស្ងួតដែលមានខ្យល់ចេញចូលល្អដើម្បីការពារការអស់ភ្លើងទី3បងប្អូនត្រូវតែចាក់ប្រេងម៉ាស៊ូតឲ្យបានពេញធុងដើម្បីការពារកុំឲ្យមានខ្យល់ចេញចូលនិងចំហាយទឹកដែលនាំឲ្យកើតច្រេះក្នុងធុងប្រេងទី4យើងត្រូវសបកង់បង្កើនសម្ពាធឲ្យលើសធម្មតាបន្តិចហើយយើងត្រូវយកកំណល់កលពងខាងមុខនិងកង់ខាងក្រោយដើម្បីកុំឲ្យកង់ច្រែងទប់ទម្ងន់តួការពារកុំឲ្យខូចសម្បកកង់ក្នុងករណីដែលអាចធ្វើទៅបានយើងគួរបញ្ឆេះម៉ាស៊ីន5ទៅ10នាទីក្នុងរយៈពេល5ទៅ7ថ្ងៃម្ដងដើម្បីឲ្យអាគុយរបស់យើងនេះសាកឬក៏កាន់ភ្លើងបានល្អនៅពេលដែលយើងបញ្ឆេះធ្វើការងារទុកដាក់និងថែទាំត្រាក់ទ័រឲ្យបានត្រឹមត្រូវគឺបញ្ជៀសការខូចខាតផ្នែកបច្ចេកទេសដើម្បីឲ្យបងប្អូនយកត្រាក់ទ័រទៅប្រើប្រាស់បានតាមតម្រូវការភ្លាមៗចំណុចខាងលើទាំងអស់នេះបើបងប្អូនមានចម្ងល់សូមបងប្អូនទាក់ទងតាមលេខទូរស័ព្ទខាងក្រោមខ្ញុំបាទទេសសំសូមអរគុណត្រាក់ទ័រ John Deere ជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia